ខ្ញុំគណៈស្មារតីតែទទួលសារដែលបងប្អូនផ្ញើមកនិយាយពីទុក្ខលំបាកក្នុងជីវិតនឹងច្រើនណាស់រាប់មិនអស់ទេហើយម្នាក់សុទ្ធតែមានរឿងមានបញ្ហារៀងខ្លួនខ្ញុំគណៈស្មារតីគិតថាជីវិតនឹងវាមានរឿងច្រើនអញ្ចឹងវាមានរឿងដែលអាចធ្វើឲ្យយើងមួម៉ៅក្តៅក្រហាយអញ្ចឹងវាមានរឿងល្អខ្លះវាមានរឿងមិនល្អខ្លះប៉ុន្តែតែយើងចេះឆ្នៃបើយើងជួបរឿងល្អកុំជួកុំមានមោទនភាពកុំអួតក្អេងក្អាងពេកល្មមទទួលទៅវាជាបុណ្យវាជាផលនៃការប្រឹងប្រែងរបស់យើងហើយអាហ្នឹងគេសប្បាយចិត្តតែប៉ុន្តែបើសិនជាយើងជួបរឿងមិនល្អគ្រោះថ្នាក់ខាតបង់គេស្ដីគេបន្ទោសគេបោកគេប្រាស់អីចឹងទៅក៏គុំតុកសិចមួម៉ៅក្តៅក្រហាយពេកអារឿងមិនល្អហ្នឹងវាជាផលបាបឬក៏ថាមិនដឹងថាយើងធ្វើអីអាក្រក់ពីណាមកឬក៏ក្នុងបច្ចុប្បន្នយើងធ្វើប្រហែលអីចឹងទៅវារឿងអាក្រក់ហ្នឹងវាអាក្រក់ឲ្យប៉ុន្តែដល់ហើយយើងមួម៉ៅក្តៅក្រហាយជាមួយរឿងអាក្រក់ហ្នឹងវាអាក្រក់បូកអាក្រក់វាអត់ចេញល្អកើតទេវាមានតែចេញអាក្រក់ក្រែឬក៏ពីអាក្រក់ដែរទេនេះគ្រាន់តែចង់និយាយមកត្រឡប់មកវិញថាតើយើងហ៊ានទទួលទាំងឆ្វេងទាំងស្ដាំទាំងថ្ងៃទាំងយប់ទាំងល្អទាំងអាក្រក់ទាំងជួបទាំងព្រាត់ទាំងខាតទាំងចំណេញរឿងនេះជារឿងធម្មតានៃជីវិតអញ្ចឹងហើយបើយើងមិនព្រមអញ្ចឹងទេអាហ្នឹងកើតទុកហើយអត់មានពីណាកើតទុកជំនួសយើងទេមានតែយើងនឹងឯងអ្នកកើតទុកនោះមិនមែនបានន័យថាទទួលអាក្រក់ទៅអញមិនខ្វល់មែនទេជួបទៅដោះស្រាយទៅបញ្ហាហ្នឹងប្រឹងឲ្យអស់ពីសមត្ថភាពទៅហើយដោះបានប៉ុណ្ណាយើងសប្បាយចិត្តនឹងសមត្ថភាពដែលយើងមានប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយឧទាហរណ៍ថាបើកូនស្លាប់ទៅហើយយើងទៅយំសោកបោកខ្លួនយកក្បាលបោកម្យ៉ាងទៀតក៏វាមិនដឹងដោះស្រាយអីចឹងវាមានតែកើតទុកអត់ប្រយោជន៍ហ្នឹងឯងហើយចឹងប្រឈមមុខហើយរកវិធីដោះស្រាយឲ្យអស់ពីលទ្ធភាពទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅជីវិតហ្នឹងវាអញ្ចឹងទោះតែយើងហ៊ានទទួលសច្ចធម៌ការពិតនៃជីវិតហ្នឹងហើយមានបញ្ញាស្មារតីទើបមិនសូវមានទុក្ខ